skyline ដែលដំបូលបន្លឺល្អខាងក្រោមនៅតំណខាងក្រោមក៏យើងបាញ់ពុកលីយើងបាញ់ពុកលីទាំងអស់តំណខាងក្រោមហើយខាងក្រោមដាក់កាវយើងបាញ់កាវខាងក្រោមមកតង់ទៀតកាវនេះគឺមានទូនទីខ្លាចមានខ្យល់មានអីវាសាចូលតាមខោចឹងនិយាយខ្លាចវាមានការសាចមានអីមានខ្យល់អីចូលតាមខោហើយខាងក្រោមគឺយើងនឹងថែមវាសាប់វាបើវាភ្ជាប់ខាងក្រោមយកទៅដាក់បាញ់ទេការពារខ្លាចវាមានខ្យល់ឲ្យហើមអាចវាមកសាចចូលតាមខាងក្រោម skyline គឺយើងមានស្នាញ់ដែកស្នាញ់លូព្រោះយើងដឹងហើយប្រភេទពួកវាសង្ស័យចរនេះអាច3ទៅ4ឆ្នាំវាមានការផុយយើងដាក់វាការពារមួយជាន់ទៀតយើងមាន2ជាន់យើងមកល្អពួកតែយើងបាញ់មួយដងមួយវិញយើងមិនដឹងអត់ទេហើយវាយើងបើវាល្អគឺមានរងនេះអាចប្រើបានជា5ឆ្នាំក្រោយទៅដល់វាជាប់យើងអាចបានឡងធំយូរហើយបាន5ឆ្នាំពីខូចខកកែវចឹងទៅដូចអាចពី5ទៅចន្លោះទៅ3ឆ្នាំទៅដូចចឹងហើយតំណកដាលនេះយើងត្រូវបាញ់សាប់វាញឹក